មន្ត្រីក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងនៅថ្ងៃច័ន្ទនេះថាប្រជាពលរដ្ឋចំនួន315នាក់ដែលងាយប្រឈមទៅនឹងការឆ្លងជំងឺអេដស៍បានចាក់ថ្នាំបង្ការការឆ្លងមេរោគអេដស៍ខណៈដែលអ្នកផ្ទុកមេរោគអេដស៍ជាង4000នាក់ផ្សេងទៀតមិនទាន់បានមកទទួលការព្យាបាលឲ្យបានទាន់ពេលវេលានៅឡើយទេលោកវេជ្ជបណ្ឌិតអុកវិជាប្រធានមជ្ឈមណ្ឌលជាតិប្រឆាំងទៅនឹងជំងឺអេដស៍សើស្បែកនិងកាមរោគបានប្រាប់ទូរទស្សន៍អប្សរាថាពលរដ្ឋទាំងជាង4000នាក់នេះមិនទាន់បានដឹងខ្លួនថាមានផ្ទុកមេរោគអេដស៍នៅឡើយហើយពួកគេក៏មិនទាន់បានមកធ្វើតេស្តរកមេរោគអេដស៍ដែរលោកវេជ្ជបណ្ឌិតអុកវិជាមានប្រសាសន៍ថាអ្នកផ្ទុកមេរោគអេដស៍ទាំង315នាក់ដែលមកទទួលសេវាចាក់ថ្នាំបង្ការមុនឆ្លងមេរោគអេដស៍ភាគច្រើនស្ថិតនៅក្នុងក្រុមបម្រើសេវាកំសាន្តក្រុមបុរសរួមភេទជាមួយបុរសនិងក្រុមអ្នកបំផ្លាញភេទប្រជាពលរដ្ឋទាំងនេះងាយប្រឈមទៅនឹងការឆ្លងជំងឺអេដស៍បើតាមលោកវេជ្ជបណ្ឌិតអ្នកដែលអាចមកចាក់ថ្នាំបង្ការឆ្លងមេរោគអេដស៍នេះបានគឺតើតែមនុស្សនោះបានមកធ្វើតេស្តហើយលទ្ធផលអវិជ្ជមានចាក់រហូតតើឈប់រួមភេទឈប់ប្រឈមនឹងការឆ្លងមេរោគអេដស៍ដោយថ្នាំលេបការពារបង្ការលេបបង្ការការចម្លងមុនពេលប្រឈមហ្នឹងគឺគេឲ្យលេបរហូតបើសិនជាគាត់នៅមានការប្រឈមនឹងការឆ្លងមេរោគអេដស៍គឺអ្នកជាពិសេសនៅក្រុមដែលមានដៃគូរួមភេទលើសពី3នាក់ក្នុងមួយអាទិត្យអញ្ចឹងគាត់ប្រឈមអញ្ចឹងអ្នកណាប្រើថ្នាំលេបគឺត្រូវលេបរហូតអ្នកណាប្រើថ្នាំចាក់គឺត្រូវចាក់រហូតរាល់ពេល2ខែចាក់ម្ដង2ខែចាក់ម្ដងកម្ពុជាបានដាក់ឲ្យប្រើប្រាស់ថ្នាំបង្ការការឆ្លងមេរោគអេដស៍ឈ្មោះថា Cabotegravir កាលពីខែមិថុនាឆ្នាំ2025កម្ពុជាបានក្លាយទៅជាប្រទេសដំបូងគេនៅក្នុងតំបន់ដែលដាក់ឲ្យប្រើប្រាស់ថ្នាំបង្ការនេះបើតាមក្រសួងសុខាភិបាលថ្នាំ Cabotegravir មានប្រសិទ្ធភាពការពារការឆ្លងមេរោគអេដស៍រហូតដល់95%ប្រជាពលរដ្ឋត្រូវចាក់ថ្នាំបង្ការនេះជារៀងរាល់2ខែម្ដងរហូតទាល់តែពួកគេឈប់ប្រព្រឹត្តសកម្មភាពដែលប្រឈមទៅនឹងជំងឺអេដស៍ក្នុងសារលិខិតនីឱកាសទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍នៅថ្ងៃទី1ខែធ្នូឆ្នាំ2025សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញអំពីក្តីបារម្ភអំពីជំងឺអេដស៍ដែលនៅតែជាបញ្ហាប្រឈមសម្រាប់សុខភាពសាធារណៈប៉ះពាល់ជីវិតមនុស្សជាច្រើននិងជះឥទ្ធិពលអវិជ្ជមានដល់សង្គមសេដ្ឋកិច្ចនៅទូទាំងពិភពលោកបច្ចុប្បន្ននៅកម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍76000នាក់នៅក្នុងនោះមានមនុស្សជាង71700នាក់បានធ្វើតេស្តដោយមានផ្ទុកមេរោគអេដស៍និងបានទទួលសេវាព្យាបាលហើយអ្នកផ្ទុកមេរោគអេដស៍53821នាក់បានទទួលបានមូលនិធិសមត្ថសុខាភិបាលពីរាជរដ្ឋាភិបាលកម្ពុជា